ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel អេដមីនសាជាថ្មីក្នុងរឿងព្រះអាទិត្យទើបរះហើយកុំភ្លេចជួយ Subscribe Channel អេដមីនម្នាក់មួយផងណាពេលកំពុងធ្វើការនឹងមិត្តភ័ក្តិរបស់ជូយ៉ងហើយនឹងជូយ៉ងនឹងនាំគ្នាអង្គុយលោថាការងារនឹងច្រើនណាស់ហើយក៏មានអ៊ីមែលចូលមកមួយទៅពេលហើយគេទាំងពីរអ្នកនឹងក៏គិតថាសុំកុំអោយជាការងារថ្មីទៅចោះប៉ុន្តែនៅក្នុងអ៊ីមែលហ្នឹងមិននិយាយពីការងារថ្មីទេនិយាយពីប្រម៉ូទសោះហើយនៅក្នុងឈ្មោះដែលប្រម៉ូទមនុស្សហ្នឹងគឺមានឈ្មោះរបស់ជុនជូយ៉ងហើយមុខតំណែងហ្នឹងគឺជាមុខតំណែងនៅបរទេសទៀតរបៀបអឺរ៉ុបbrand project manager អញ្ចឹងហើយមិត្តភ័ក្តិរបស់ជូយ៉ងនឹងសួរជូយ៉ងថាជុនជូយ៉ងតើឯងធ្លាប់ដាក់ apply ទៅ position នៅ overseas អញ្ចឹងដែរអត់នោះទេប៉ុន្តែខ្ញុំធ្លាប់ដាក់ទៅម្ដងដែរប៉ុន្តែត្រូវបានគេ reject ចោលហើយខ្ញុំមិនដឹងទេថាហេតុអីបានជាគេគិតថាយកខ្ញុំដាក់ទៅក្នុងការងារមួយហ្នឹងឬក៏គេត្រូវការមនុស្សដែលសម្ដែងធ្វើជាអ្នកកាន់កាប់នៅកន្លែងហ្នឹងខ្ញុំឮថា director ណាសង្វុនហ្នឹងគឺចាប់អារម្មណ៍នឹង project ហ្នឹងខ្លាំងណាស់ហើយគាត់ក៏ចង់ទៅធ្វើនៅកន្លែងបច្ចេក brand នៅអឺរ៉ុបនឹងដែរទាំងពីរនាក់និយាយរួចហើយហ្នឹងក៏លើសំឡេងទូរស័ព្ទរលឡើងហើយជូយ៉ងក៏ទទួលទូរស័ព្ទហ្នឹងមកសំឡេងម្ខាងទៀតហ្នឹងក៏ហៅឈ្មោះរបស់ជូយ៉ង assistant manager ជុនជូយ៉ង director ណាសង្វុនគឺចង់ជួបនាងរួចហើយជូយ៉ងក៏បញ្ញាប់ឡើងទៅដល់កន្លែងរបស់ណាសង្វុនក៏ឲ្យនាងរកកន្លែងអង្គុយទៅហើយគេទាំងពីរនាក់ហ្នឹងក៏នាំគ្នាអង្គុយដើម្បីនិយាយគ្នាបន្តិចទៅហើយណាសង្វុនក៏សួរជូយ៉ងថាខ្ញុំគិតថានាងបានឃើញការផ្សព្វផ្សាយឲ្យត្រូវអត់វាពិតជាមានអារម្មណ៍ថាលឿនបន្តិចមែនខ្ញុំពិតជាចង់ឲ្យវាទៅដៃរបស់នាងផ្ទាល់ប៉ុន្តែខ្ញុំមិនអាចតាក់ទងនាងបានសោះខ្ញុំឮថាលោកគឺជាអ្នក recommend ខ្ញុំពិតជាមិនយល់សោះតែហេតុអីបានជាលោកណែនាំខ្ញុំបានឃើញនាងធ្វើការងារហើយខ្ញុំក៏ដឹងដែរថានាងជាមនុស្សរបៀបណាហើយសូម្បីតែផ្នែកធនធានមនុស្សក៏គេទទួលស្គាល់ពីស្នាដៃរបស់នាងដែរខ្ញុំបានលើអំពីពាក្យចចាមអារាមថា director និងជាអ្នកមើលថែការងារនោះដោយផ្ទាល់នៅអឺរ៉ុបត្រូវអត់ត្រូវហើយខ្ញុំឃើញឱកាសនោះគឺជាឱកាសល្អដែលខ្ញុំអាចបញ្ជាក់ពីខ្លួនរបស់ខ្ញុំជា director បានឲ្យខ្ញុំសុំទោសប៉ុន្តែខ្ញុំគិតថាខ្ញុំនឹងមិនអាចយកការងារនេះបានទេហើយខ្ញុំក៏ជឿថាលោកដឹងអំពីមូលហេតុដែរអារម្មណ៍របស់ខ្ញុំវាគ្មានពាក់ព័ន្ធអីជាមួយនឹងការងារនេះទេនាងគួរតែបែងចែកឲ្យដាច់អំពីការងារផ្ទាល់ខ្លួនហើយនឹងការងារ manager ដែលនាងភ្លេចបាត់ហើយមែនថាខ្ញុំនឹងបានជាប់ពាក្យជាមួយនឹងចុងសូរ៉ាហើយពួកយើងនឹងរៀបការក្នុងពេលឆាប់នេះហើយការបដូរទៅអឺរ៉ុបគឺជាការជប់លៀងសម្រាប់នាងទេពីព្រោះតែសេរ៉ាចូលចិត្តទីក្រុងប៉ារីសខ្ញុំមិនមែនប្រកែកពីរឿងនេះដោយសារតែលោកហើយនឹងនាងរៀបការទេប៉ុន្តែគឺដោយសារតែអ្វីដែលលោកធ្វើនៅថ្ងៃនោះជុនជូយ៉ងរឿងនេះគ្រាន់តែបើសិនជាថ្ងៃនោះគ្មានអ្នកណាចូលមកទេខ្ញុំនឹងមិនដឹងថាមានរឿងអីកើតឡើងទេហើយតាំងពីថ្ងៃនោះមកគឺជាអ្វីដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានសុវត្ថិភាពទេពេលនៅជាមួយនឹងលោកខ្ញុំមិនគិតថាខ្ញុំអាចធ្វើការកន្លែងតែមួយជាមួយនឹងលោកទេ director ហើយជូយ៉ងក៏ដើរចេញទៅប៊ឹមជីនឈរមើលជូយ៉ងដើរចេញទៅហើយគេក៏និយាយទៅជូយ៉ងថាអញ្ចឹងតាមម្ដាយរបស់នាងលែងគឺជាបញ្ហាជាមួយនឹងនាងទៀតហើយប៊ឹមជាអាក្រក់មែនតែនគំរាមគេបដ ாய் ប្រើថតតិចអត់បានប្រើថតក្តៅតែម្ដងតាមម្ដាយរបស់នាងដែលរស់នៅបានដោយសារតែហាន់យកឥឡូវខ្លាយទៅជាបន្ទុកសម្រាប់នាងហើយមែនអត់គាត់គឺជាគ្រួសារតែម្នាក់គត់របស់នាងហើយសុខភាពរបស់គាត់ក៏មិនល្អដែរហើយបើសិនជានាងព្រមឲ្យគាត់ចាក់ចេញទៅដោយសារតែមនុស្សប្រុសម្នាក់ថ្ងៃក្រោយនាងនឹងមិនគេងលក់នោះទេនៅក្នុងថ្ងៃអនាគតឬមួយក៏នាងសុខចិត្តទៅរកបុណ្យបញ្ជិមដើម្បីអង្វរគេវិញតែគេពិតជាព្រមចំណាយលុយដើម្បីមើលអ្នកជំងឺដែលគ្មានបានការអញ្ចឹងដែរឬមួយក៏អត់ហើយបើសិនជាគេបដិសេធតើនាងនឹងទុកម្ដាយរបស់នាងចោលត្រូវអត់ណាសង្វុនលោកមិនដែលមើលឃើញខ្ញុំដូចជាមិត្តភក្តិនោះទេខ្ញុំគ្រាន់តែជារបស់ដែលលោកចង់បានធ្វើជាកម្មសិទ្ធិតែប៉ុណ្ណោះលោកគឺមានគ្រប់គ្រាន់ហើយអញ្ចឹងកុំចង់បានអ្វីដែលជាមិនមែនជារបស់លោកឲ្យសោះបើមិនអញ្ចឹងទេលោកនឹងស្ដាយក្រោយហើយនឹងរស់នៅដោយការពិបាកចិត្តអស់មួយជីវិតយើងឈប់ជួបគ្នាទៀតទៅចាប់ពីថ្ងៃនេះទៅនិយាយហើយជុនជូយ៉ងក៏ដើរចេញហើយណាសង្វឿននឹងបានត្រឹមតែឈមមើលជូយ៉ងពីក្រោយទេដែលគ្មានពីអីនិយាយហើយក៏មិនរត់ទៅតាមគេដែរត្រឡប់មកមើលមួយជ្រុងទៀតសាំដូហើយនឹងអង្គរៈម្នាក់ទៀតនឹងកំពុងតែអង្គុយនិយាយគ្នា
ពីប៊ឹមជីននឹងហើយគេនិយាយគ្នារឿងតាក់ទងជាមួយនឹងមនុស្សស្រីសម្ងាត់របស់ប៊ឹមជីននឹងឯងដែលជាជីវយ៉ងនឹងដែលមិនទាន់ដឹងអីផងនឹងក៏ឃើញជីវយ៉ងនឹងដើរចូលមកក្រុមហ៊ុននឹងតែម្ដងសាំដូឃើញអញ្ចឹងសាំដូក៏ស្រែកហៅបងស្រីតើបងមានណាត់ជាមួយនឹងបងប្រុសមែនឥឡូវហ្នឹងគាត់កំពុងតែប្រជុំជាមួយនឹងភ្ញៀវខ្ញុំគ្មានណាត់ជួបទេគឺខ្ញុំសម្រុកចូលមកតែម្ដងមើលមកខ្ញុំដូចជាធម្មតាទេប៉ុន្តែខ្ញុំចិត្តផ្ទុះហើយតើការប្រជុំហ្នឹងនៅយូរទៀតមែនតើខ្ញុំអាចនឹងជួបគេបានទេបើសិនជាខ្ញុំនៅចាំនៅកន្លែងហ្នឹងមានរឿងខ្លះកើតឡើងហើយឥឡូវហ្នឹងខ្ញុំបានលាឈប់ពីកន្លែងការងារហើយមែនណាហេតុអីបានជាលោកមើលទៅដូចជាសប្បាយចិត្តម៉េចតែខ្ញុំបាននិយាយវាមែនល្អណាស់បើអញ្ចឹងនៅចាំទីនេះហើយប៊ឹមជីនកំពុងតែមានប្រជុំជាមួយនឹងភ្ញៀវដែលភ្ញៀវហ្នឹងមិនដឹងជាអ្នកណាដែរហ្នឹងមិនសូវស្គាល់ទេហើយគេក៏ហុចឯកសារទៅឲ្យគ្នានៅពេលដែលគេនិយាយគ្នាមិនស្ទុះហើយហ្នឹងគេក៏បញ្ចប់ការនិយាយគ្នាហ្នឹងហើយខាងបុរសម្នាក់ទៀតហ្នឹងគាត់ក៏និយាយថាខ្ញុំមិនអីទេខ្ញុំអាចចេញទៅវិញដោយខ្លួនឯងបានអរគុណភ្ញៀវចេញទៅមិនទាន់ផុតផងហ្នឹងវុនប៊ុនជីមក៏លឺសំឡេងមនុស្សម្នាក់ហៅគេពីចម្ងាយមកវុនប៊ុនជីមហើយម្នាក់ស្រីហ្នឹងក៏អើតមកដែរគ្មានពីណាក្រៅពីជូយ៉ងហ្នឹងអើតមកនេះប៊ឹមជីនក៏ភ្ញាក់ឲ្យសួរយុនជូយ៉ងថាហេតុអីបានជានាងនៅកន្លែងហ្នឹងខ្ញុំគឺនឹកលោកខ្ញុំបានរងចាំលោកនៅខាងក្រោមបើសិនជាលោកមិនអីទេតើលោកអាចចំណាយពេលជាមួយនឹងខ្ញុំបន្តិចបានអត់Director វុនខ្ញុំមានរឿងចង់និយាយតើមានរឿងអីនៅកន្លែងធ្វើការអត់នាងគួរតែទេមកជួយយើងអត់ឆ្លើយជាមួយនឹងប៊ឹមជីនទេប៉ុន្តែនាងក៏និយាយថាខ្ញុំស្គាល់មនុស្សប្រុសម្នាក់នោះខ្ញុំបានឃើញគេប្រហែលដងដែរនៅក្នុងកម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុនលោកមានជាប់ពាក់ព័ន្ធជាមួយនឹងការទិញស្តុកឲ្យ Director ហុងវិញយ៉ាងត្រូវអត់ហើយបានជាមនុស្សដែលនៅជាមួយនឹង President ហុងនៅជាមួយលោកនៅទីនេះតើនេះជាអ្វីដែលលោកព្យាយាមលាក់បាំងមែនអត់តើតាំងពីពេលណាប៊ឹមជីនក៏និយាយទៅជួយយើងវិញថានាងនឹងមិនបានអីទេបើសិនជានាងដឹងរឿងនេះបើជាមិនដឹងថានាងគ្មានបានឃើញអីទៅបើមិនអញ្ចឹងទេណាសង្វន់ហើយនឹងម្ដាយរបស់គេនឹងសង្ស័យនាងជាមិនខាននឹងមិនមែនជាបញ្ហាទេជួយយើងនិយាយអញ្ចឹងហើយប៊ឹមជីនក៏ឆ្ងល់ដែរថាមានរឿងអីគេហើយជួយយើងក៏បន្ថែមនិយាយទៀតថាខ្ញុំបានឈប់ពីក្រុមហ៊ុនហ្នឹងហើយថាម៉េចមានរឿងអីកើតឡើងត្រូវអត់នៅក្រុមហ៊ុននោះ